បើមានមនុស្សម្នាក់អួតប្រាប់អ្នកថាគេអស់ចាគេខ្សែធំគេពូកែគេមានអំណាចដើរចេញទៅពួកយើងក៏លោមិនដល់វាទេសំទោសមិនដល់គាត់ទេមនុស្សម្នាក់នោះគាត់មានចំណងច្រើនណាស់ដែលស្ពាយមកជាមួយទើបគាត់ព្យាយាមអួតឲ្យធូរគេលោអាចមានអ្នកខ្លះជាប់ជំពាក់ជាមួយគាត់ហើយបើមានមនុស្សម្នាក់ចង្អេងចង្អាងនៅក្នុងចំណោមមនុស្សដែលអ្នកអង្គុយជាមួយក៏ដើរចេញដូចគ្នាព្រោះដៃរបស់អ្នកមានតម្លៃណាស់ទុកបង្គំតែអ្នកមានគុណប៉ុណ្ណោះឲ្យវាទី1គឺគុណធម៌មនុស្សយើងរស់នៅគុណធម៌គឺសំខាន់ជាងជីវិតទី2គឺសេចក្តីក្លាហានទោះជាធ្វើមេតបឬក៏កូនចៅគឺត្រូវធ្វើដូចជាសៀងអ៊ីងចឹងកម្លាំងប៉ុនភ្នំអំណាចគ្រប់ដណ្ដប់ទី3គឺវិន័យតបបើចូលបម្រើតបច្បាប់គ្មានការយោគយល់ចាក់ចេញពីមនុស្ស3ប្រភេទនេះ1សាច់ញាតិដែលមើងងាយអ្នក2មិត្តទុរយោ3ដៃគូមិនស្មោះត្រង់មនុស្សដែលគួរនៅក្បែរ1មនុស្សដែលតែងតែលើកទឹកចិត្តអ្នកនិងជួយអ្នកក្នុងគ្រាលំបាក2មនុស្សដែលយោគយល់អ្នកអធ្យាស្រ័យអ្នកពេលអ្នកធ្វើខុស3មនុស្សដែលស្មោះត្រង់នឹងអ្នកចង់ឃើញអ្នកល្អ